ឆាបន្លែគ្រប់មុខឆាប្រើតែប្រេងខ្យងមិនបាច់ប្រើសាច់ក៏ឆ្ងាញ់ដែរសម្រាប់អ្នកចង់បញ្ចុះគីឡូតែខ្ញុំធ្វើអត់បានទេបងប្អូនព្រោះអីកូនខ្ញុំនៅក្មេងគាត់ត្រូវការសាច់ទៅថ្ងៃនេះខ្ញុំឆាបន្លែច្រើនមុខមិចចូលគ្នាជាមួយនឹងសាច់គោបងប្អូនឆាបន្លែសាច់គោពេលឆាឆ្អិនទាល់តែសាច់គោនៅទន់បន្លែនៅពណ៌ស្រស់អញ្ចឹងមិនឆ្ងាញ់ហើយបើចង់ដឹងឆារបស់ខ្ញុំធ្វើម៉េចតើបងប្អូនមើលពីរបៀបឆារបស់ខ្ញុំទាំងអស់គ្នាជំរាបសួរពុកម៉ែបងប្អូនខ្ញុំដាំសណ្តែកមកទ្រើងផ្លែបាន2គួរនឹងឯងបេះយកមកឆាលាយជាមួយនឹងបន្លែផ្សេងតែខ្ញុំទិញមកពីផ្សារងាកទៅម្ទេសខ្ញុំដាំដែរបាន2-3ផ្លែតែនៅខ្ចីត្រូវការស្លទិញគេទេឆាបន្លែខ្ញុំថ្ងៃនេះខ្ញុំមិចបន្លែ 4-5 មុខចូលគ្នាមានសណ្តែកគួរម្ទេសផ្លោកត្រសក់ស្នៀតពោតម្នាស់ពេញប៉ោះចំណែកឯដើមខ្ទឹមអ្នកលក់គាត់ថែមឲ្យខ្ញុំទេបើខ្ទឹមក្រហមដាក់ឲ្យច្រើនបន្តិចមកផ្អែមឆ្ងាញ់ណាស់បងប្អូនខ្ទឹមសខ្ញុំដាក់ 4-5 ក្រពើដែរសាច់គោប៉ុណ្ណឹង2ខាំបងប្អូនឆាបន្លែយើងអាចប្រើបន្លែផ្សេងពីខ្ញុំបង្ហាញបងប្អូនដូចជាការ៉ុតផ្សិតខ្ទឹមបារាំងសណ្តែកបារាំងសណ្តែកហោឡើងតៅអីក៏បានដែរគឺដាក់តាមបន្លែណាដែលយើងចូលចិត្តហើយបន្លែមួយចំនួនដែលយើងគិតថាស្វិតគិតថាអត់សុវត្ថិភាពគួរតែស្រស់សិនចាំយកទៅឆាថ្ងៃនេះបន្លែដែលខ្ញុំយកមកឆាដូចជាមិនមានបញ្ហាទើបខ្ញុំអត់ស្រស់ទេខ្ញុំយកទៅឆាតែម្ដងហើយរបៀបហាន់បន្លែក៏មិនមានអីក្បាច់ក្បូរច្រើនទេយើងហាន់តាមទម្លាប់សាច់គោខ្ញុំទិញមកខ្ញុំរើសដែររើសយកកន្លែងណាដែលផុយហើយហាន់ឲ្យស្ដាងហាន់តឹងអញ្ចឹងក៏ជួយកុំឲ្យស្វិតដែរដាក់ក្នុងចានខ្ញុំប្រឡាក់សាច់ឲ្យហើយដោយដាក់ម្សៅស៊ុបប្រេងឆាប្រេងខ្យងច្បល់ឲ្យចូលជាតិសព្វទុកសិនបងប្អូនគ្រឿងសម្រាប់ឆាក៏ខ្ញុំលាយឲ្យហើយដែរពេលឆាយើងមិនបាច់ពិបាកផ្សំគ្រឿងទៀតទេស្រោចយកតែម្ដងដល់ក្នុងហ្នឹងខ្ញុំប្រើទឹកកន្លះចានចង្កឹះបន្ទាប់មកខ្ញុំដាក់ម្សៅស៊ុបអំបិលម្ជិបប៊ីចេងស្ករទឹកស៊ីអ៊ីវប្រេងខ្យងទឹកម្ទេសនិងម្សៅឆាគ្រឿងទាំងអស់ហ្នឹងគឺយើងដាក់ស្មានឲ្យសមទៅនឹងបន្លែដែលយើងយកមកប្រើតែបើស្ទើរយើងអាចថែមតាមក្រោយបានរៀបចំគ្រឿងរួចរាល់ហើយខ្ញុំដាក់ខ្ទះលើភ្លើងចាក់ប្រេងឆាចូលទុកឲ្យក្តៅបំពងខ្ទឹមសខ្ទឹមក្រហមឲ្យឆ្អិនឲ្យឈ្ងុយបានខ្ញុំដាក់សាច់គោដែលប្រឡាក់មិញចូលពេលហ្នឹងបងប្អូនប្រើភ្លើងឲ្យខ្លាំងបានសាច់ឆាប់ឆ្អិនសាច់នៅទន់ឆ្អិនសព្វដួសទុកសិនថែមប្រេងឆាបន្តិចទៀតដាក់បន្លែចូលបន្លែយើងដាក់ទាំងអស់ចូលតែម្ដងក៏បានដែរតែខ្ញុំដាក់ម្ដងមួយមុខព្រោះចង់បង្ហាញបងប្អូនថាខ្ញុំដាក់អីខ្លះចិត្តបែបម៉េចបន្ទាប់មកឆាឲ្យស្រពាប់បន្លែបន្តិចចាក់គ្រឿងដែលលាយហើយចូលឆាត្រឡប់ចុះឡើងទុកឲ្យពុះទុកឲ្យឆ្អិនទន់បន្លែដាក់សាច់ដែលឆាមិញចូលឆាជាមួយទៀតឆាមួយត្រឡប់ពីរត្រឡប់ឲ្យសព្វបន្ថែមម្រេចម៉ដ្ឋនិងស្លឹកខ្ទឹមឆាឲ្យសព្វម្ដងទៀតភ្លក់មើលបើសិនជាស្ទើរយើងថែមឲ្យត្រូវចិត្តមករួចរាល់ហើយបងប្អូនមើលគ្រាន់តែពណ៌និងសម្រស់ក៏តាក់ទាញណាស់ទៅហើយថែមសាច់និងបន្លែទុនទៀតគឺឆ្ងាញ់ណាស់មួយចាននេះបងប្អូនញ៉ាំហើយស្រួលខ្លួនអរគុណពុកម៉ែបងប្អូនទាំងអស់ឆាបន្លែខ្ញុំថ្ងៃនេះក៏មកដល់ទីបញ្ចប់ដែរបងប្អូនមើលហើយបើពេញចិត្តកុំភ្លេចណាជួយ like ជួយ share ចែករំលែកម្នាក់មួយផងអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតបាយ